គណៈប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជានៅព្រឹកថ្ងៃទី14ខែមេសាឆ្នាំ2026នេះបានធ្វើទស្សនកិច្ចនៅកំពង់ផែស្វយ័តព្រះសីហនុដើម្បីស្វែងយល់និងពង្រឹងកិច្ចសហការរួមគ្នាឲ្យកាន់តែមានប្រសិទ្ធភាពក្រោមវត្តមានអ្នកអង្គការឡាវកាងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាតំណាងអ្នកអង្គការគិតមេងប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាដោយមានការចូលរួមពីគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាជាច្រើនរូបទៀតដំណើរទស្សនកិច្ចនេះគឺមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោកលូកឹមឈុនប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងថ្នាក់ដឹកនាំនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរគោលបំណងនៃដំណើរទស្សនកិច្ចដ៏សំខាន់នេះគឺធ្វើឡើងដើម្បីពង្រឹងកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជានិងកំពង់ផែស្វយ័តព្រះសីហនុព្រមជាឱកាសដ៏ល្អសម្រាប់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាស្វែងយល់កាន់តែច្បាស់អំពីសមត្ថភាពសក្តានុពលការអភិវឌ្ឍនិងទិសដៅរបស់កំពង់ផែស្វយ័តព្រះសីហនុពីមួយជំហានទៅមួយជំហាននាពេលខាងមុខដែលបច្ចុប្បន្នកំពង់ផែមួយនេះបានកំពុងអភិវឌ្ឍនៅ3ដំណាក់កាលឈានទៅដល់ជម្រៅទឹកជ្រៅផងដែរឆ្លៀតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខនេះអ្នកអង្គការអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគោរពជូនពរប្រតិភូនិងថ្នាក់ដឹកនាំនៃកំពង់ផែស្វយ័តព្រះសីហនុសូមមានសុខភាពល្អបរិបូរណ៍អាយុយឺនយូរកាយពលរឹងមាំខ្លាំងក្លាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការដឹកនាំកំពង់ផែស្វយ័តព្រះសីហនុឲ្យកាន់តែជោគជ័យ